ជំរាបសួរបងប្អូនដែលគាត់ចង់រៀនចាក់ម៉ូដកាបូបផ្កាដឹងផ្កាអីបងប្អូនផ្កាធូលីបមុនដំបូងអានេះយើងផ្ដើមដូចគ្នាបងប្អូនអាចដាក់ទូរស័ព្ទបានធំទលាយស្រួលអានេះខ្ញុំចាក់មានគម្របម៉ូដនេះខ្ញុំចាក់មានគម្របប៉ិតណាបងប្អូនដាក់លុយផងដាក់ទូរស័ព្ទក៏បានដែរម៉ូដនឹងមួយហើយម៉ូដនេះមួយទៀតខ្ញុំចាក់អត់គម្របទេជើងចាក់បិទលេវកន្លែងនេះបងប្អូនជើងចាក់បិទលេវកន្លែងហ្នឹងមកដាក់ទូរស័ព្ទក៏បានដាក់លុយក៏បានដែរម៉ូដហ្នឹងណាចាហ្នឹងកាបូបស្ពីដូចគ្នាបន្តមកទៀតម៉ូដមួយទៀតកាបូបដាក់លុយទូចហ្នឹងកាបូបដាក់លុយទូចយើងអាចដាក់ចូលក្នុងហ្នឹងបានដូចគ្នាប៉ុន្តែដោយសារតានេះខ្ញុំចាក់ទៅវាទូចពេកមើលទៅឃើញលុយចឹងទៅវាអត់ស្អាតអញ្ចឹងខ្ញុំនឹងបង្ហាញពីការចាក់មួយទៀតបងប្អូនចាក់កាបូបដាក់លុយដែរប៉ុន្តែខ្ញុំយករឿងប្រវែងវែងជាងហ្នឹងតិចអញ្ចឹងយើងចាប់ផ្ដើមរៀនចាក់ទាំងអស់គ្នាតាំងពីចាប់ផ្ដើមចាក់ដំបូងរហូតដល់ហើយបងប្អូនខ្ញុំរៀនតែមួយបងប្អូនអាចចាក់វែងចេះក៏បានខ្លីចេះក៏បានអត់គម្របចេះក៏បានមានគម្របចេះក៏បានស្រេចតែលើបងប្អូនទេតែផ្ដើមដំបូងគឺចាក់ដូចគ្នាទាំងអស់ណាបងប្អូនសម្ភារៈដែលត្រូវរៀនចាក់មានបងប្អូនដែលត្រូវចាក់កាបូបហ្នឹងណា1ម្ជុល2លាវ3ម្ជុលចាក់4កត្រៃហើយនឹងអំបោះបងប្អូនស្រឡាញ់ពណ៌អីដាក់ពណ៌ហ្នឹងទៅស្រឡាញ់ពណ៌អីដាក់ពណ៌ហ្នឹងខ្ញុំដោយសារតែខ្ញុំមានពណ៌ផ្កាឈូកស្រាលមានអីហើយអស់ហើយឥឡូវខ្ញុំស្រឡាញ់បែបពណ៌សដាក់ផ្កាពណ៌ស្វាយវិញម្ដងបងប្អូនអញ្ចឹងយើងមកចាក់ទាំងអស់គ្នាប៉ុន្តែចាក់កាបូបអត់ដាក់ទូរស័ព្ទទេគឺចាក់កាបូបដាក់លុយតូចបែបខ្ជូតតោះមកចាប់ផ្ដើមរៀនមួយខ្ញុំទាំងអស់គ្នាបងប្អូននេះគឺជាការចាប់ផ្ដើមបងប្អូនចូល view នាងខ្ញុំសូមជួយចុច subscribe ម្នាក់មួយសូមជួយចុចជាវចុចមួយដៃឲ្យខ្ញុំម្នាក់មួយផងបងប្អូនខ្ញុំតែមានធ្វើវីដេអូដំបូងទេហើយបងប្អូនចង់រៀនចាក់អីអាច comment ប្រាប់ខ្ញុំបានចាំខ្ញុំនឹងបង្ហាញជូនបងប្អូនចាឥឡូវដល់ពេលយើងរៀនហើយបងប្អូនមុនដំបូងចាប់ផ្ដើមចឹងមកយើងផ្ដើមកទៅក្រលខ្ញុំសុំហៅកតុយក្រលឲ្យស្រួលហៅ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
ចា20បានហើយបងប្អូនបន្តមកយើងកាន់ធំហ្នឹងយើងឡើងទៅក្រោយ3ទៀត1 2 3ចាហើយយើងទាត់មកយើងចាក់កន្លែងហ្នឹងកន្លែង20បងប្អូនយើងចាក់កន្លែងហ្នឹងមកកន្លែងហ្នឹងយើងចាក់កតុយក្រលអធិស្ឋានបងប្អូនយើងចាក់នេះឲ្យបាន3បងប្អូនបកគោលលបងឲ្យបាន3តបមកចាំយើងចាក់មួយវិញមួយរហូតបងប្អូនរហូតទៅដល់លើកែមវិញណា2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
4 5 6 7 8 9
2 នេះវារបូតអធិស្ឋានបងប្អូន ចា18ដល់ពេលដល់កន្លែង18ហ្នឹងយើងចាក់នៅក្នុងហ្នឹងឲ្យ6បងប្អូនចាក់ក្នុងហ្នឹងបកគោលលបង6លើបាន1ហើយ2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
ចាកន្លែងកាយហ្នឹង6ចាំបន្ទាប់មកនេះបងប្អូនកុំចាក់នៅចន្លោះហ្នឹងទៀតហើយយើងមូលហើយនេះយើងមកចាក់ចន្លោះផ្សេងពីកន្លែង6ហ្នឹងមកចាអញ្ចឹងនេះយើងបានកែងមួយហ្នឹងបងប្អូនចាកែងហើយយើងបន្តចាក់ទៅមកចង្ហៀងទៀតមកបងប្អូនចាបើខុសកងអីសូមបងប្អូនកុំប្រកាន់អីដោយសារខ្ញុំទៅមានធ្វើដបងឯងបងប្អូនហើយបងប្អូនមានវិធីចាក់លៀនជាងហ្នឹងអាច comment ប្រាប់ខ្ញុំបានបងប្អូនឥឡូវយើងដល់ហើយដល់កន្លែងដែលយើងត្រូវចាក់កន្លែងកែងនេះ3បងប្អូនអញ្ចឹងយើងចាក់ចូលក្នុងហ្នឹងចំនួន3ដែរឲ្យ6សងខាងណាបងប្អូនចា2ហើយចា2ហើយយើងចាក់មួយទៀតមក3ចាអញ្ចឹងយើងបាន6ហើយបន្ទាប់មកយើងភ្ជាប់មកបងប្អូនភ្ជាប់វាអញ្ចឹងមកហើយយើងឡើងកតុយក្រល3ទៀតចាគូតក្បោបយើងបានហើយបងប្អូនដោយសារតែខ្ញុំអត់ព្រីកទៀតទេព្រោះខ្ញុំដោយសារតែខ្ញុំចង់ចាក់បែបអញ្ចឹងហើយយើងអត់ព្រីកទេយើងចាក់មួយវិញណាបងប្អូនចាមករុនមួយវិញហើយបងប្អូនចាក់មករុនមួយរហូតដល់ជុំវិញណាបងប្អូនដែលបានចូល view នេះខ្ញុំសូមជួយចុចជាវម្នាក់មួយផងបងប្អូនចុចឲ្យបេះដូង comment ម្នាក់មួយផងបងប្អូនដោយសារតាខ្ញុំរៀនធ្វើវីដេអូដំបូងបងប្អូនអធិស្ឋានដោយសារតាណាមួយយើងស្ត្រីមេផ្ទះបងប្អូនហើយខ្ញុំចង់រកចំណូលខ្លះជួយគ្រួសារអីចឹងដោយសារតែខ្ញុំមានកូនតូចបងប្អូនអញ្ចឹងខ្ញុំទៅធ្វើការអីកើតគេទេនៅផ្ទះមើលកូនការងារផ្ទះហើយឆ្លៀតធ្វើការតិចតួចនៅផ្ទះបានកម្រៃតិចតួចបងប្អូនអញ្ចឹងហើយខ្ញុំក៏រៀនធ្វើវីដេអូអញ្ចឹងបងប្អូនចូល view សូមជួយចុចជាវម្នាក់មួយផងបងប្អូនហើយនាងខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតហើយខ្ញុំនឹងចែកជូនអ្វីដែលខ្ញុំចេះខ្ញុំមានអញ្ចឹងខ្ញុំនឹងចែករំលែកជូនដូចជាការរៀនចាក់បងប្អូនណាដែលគាត់ចង់រៀនចាក់ចេះពីដំបូងហ្មងបងប្អូនអាចមើលវីដេអូខ្ញុំបានខ្ញុំមានបរៀនតាំងពីដំបូងក៏មានដែរហើយបើបងប្អូនមានចម្ងល់អី comment សួរបានយើងចាក់មួយជុំវិញទាំងអស់បងប្អូនចាក់នេះបងប្អូនគាត់រៀនចាក់បានឲ្យតែមានបោះបងប្អូនចេះតែរៀនចាក់ទៅខ្ញុំរកចំណូលពីការចាក់នេះបានតិចតួចដែរបងប្អូនគឺថាចាក់អញ្ចឹងទៅបងប្អូនគាត់ជួយកំងជួយអីខ្លះដែរអរគុណពួកគាត់តែងតែជួយកំងជួយ support រហូតបងប្អូន
ដល់ជុំហើយនេះបងប្អូនដល់ជុំហើយចាអញ្ចឹងយើងភ្ជាប់មកបងប្អូនភ្ជាប់ឲ្យឡើងកតុយក្រលទៅ3ទៀតបងប្អូនចាបន្ទាប់មកនេះយើងបាន2ជួរហើយបានកែង2ជួរហើយអញ្ចឹងបងប្អូនបន្តចាក់តាមចិត្តបងប្អូនចង់បាន2ជួរដាក់ផ្កាក៏បាន4ជួរដាក់ផ្កាក៏បានប៉ុន្តែឥឡូវខ្ញុំដោយសារតាមនេះខ្ញុំមាន4ជួរប៉ុន្តែនេះគឺ3ជួរបងប្អូនដល់ពេល3ជួរទូចពេកដល់ពេលទូចពេកខ្ញុំចង់បានរាងវែងអញ្ចឹងខ្ញុំដាក់4ជួរអញ្ចឹងយើងបន្តការចាក់ឲ្យដល់4ជួរសិនណាបងប្អូននេះតាមបងប្អូនស្រឡាញ់ទេបើស្រឡាញ់ខ្លីស្រឡាញ់វែងអាចលៃមើលបានតាមនឹង4 3ចា3 2ជាមួយខ្ញុំនេះខ្ញុំនឹងចាក់4ចឹងចាំពេលដល់យើងបន្តចាក់ដូចគ្នាមកហើយចាំដល់ពេលដល់វគ្គផ្កានេះចាំខ្ញុំបង្ហាញភាសាទៀតបងប្អូនកុំឲ្យវីដេអូយើងវែងពេកឥឡូវយើងចាក់ដល់បាន4ជួរហើយបងប្អូនបន្ទាប់មកយើងចាប់ផ្ដើមដូរអំបោះអញ្ចឹងមុននឹងដូរអំបោះបងប្អូនភ្ជាប់បងប្អូនត្រូវយកអំបោះនេះមកសិនអំបោះដើមផ្កាបងប្អូនបន្ទាប់មកយើងដាក់កតុយវាវែងតិចទៅបងប្អូនចាអានេះយើងអូសវាមកទាញវាដើម្បីយកមកភ្ជាប់មកខាងលើចាហើយបងប្អូនរឹតនេះមកនេះរឹតអំបោះពណ៌សយើងនេះរៀងខ្លាំងតិចមកបងប្អូនចារឹតអញ្ចឹងមកជាប់ហើយចាប៉ុន្តែយើងនៅទុកអំបោះហ្នឹងកុំអានកាត់បងប្អូនណាតែពេលណាដែលយើងកាត់គឺវារបូតអស់ហើយអញ្ចឹងនេះបងប្អូនចាប់ផ្ដើមឡើងកតុយកណ្ដុរចំនួន3ចា3ហើយបងប្អូនចាប់ផ្ដើមរាប់ណានេះ1 2 3ចាអញ្ចឹងយើងចាក់ចន្លោះកន្លែង3ហ្នឹងបងប្អូនចា1ហើយបងប្អូនលែងកតុយក្រលមួយបងប្អូនលែងកតុយក្រលមួយយើងចាក់ចូលកន្លែងប្រឡោះតែមួយហ្នឹងចំនួន2មកចានេះ1 2បកគោលលបងបន្ទាប់មកបងប្អូនពាត់អំបោះឲ្យរាប់ទៀតរាប់ពីចន្លោះហ្នឹងមក1 2ចាអញ្ចឹងយើងដាក់នៅចន្លោះទី3នេះបងប្អូនលែងកតុយក្រលមួយមកហើយយើងចាក់ចូលបកគោលលបងនៅក្នុងចន្លោះតែមួយទៀតបងប្អូនធ្វើចឹងរហូតដល់ជុំដល់ជុំវិញ1 2 3ចាយើងលែងកតុយក្រលមួយមក1 2 3ចា1 2 3ចាឲ្យទៅដល់កន្លែងទី3ហ្នឹងយើងគឺត្រូវតាដាក់មួយដឹងតែថាយើងត្រូវចាក់ឯងនេះបងប្អូនរាប់មក1 2ចា3យើងដាក់មករៀនតាមធ្វើវីដេអូដំបូងឲ្យបងប្អូនខ្ញុំតាមរៀនធ្វើបើខុសឆ្គងអីកុំប្រកាន់បងប្អូន
ដល់កន្លែងយើងភ្ជាប់មកដល់កន្លែងហ្នឹងមុនហ្នឹងមិញយើងមិនមានបកគោលលបងមួយហើយអញ្ចឹងយើងត្រូវចាក់មួយទៀតមកបងប្អូនចានេះ1 2ចាយើងកន្លែងហ្នឹងយើងត្រូវចាក់អញ្ចឹងយើងចាក់មកបងប្អូនហើយយើងលែងកន្ទុយក្រលមួយដើម្បីមកភ្ជាប់កន្លែងនេះប៉ុន្តែពេលដែលបងប្អូនភ្ជាប់កុំទាញអំបោះនេះបងប្អូនយើងព្រោះយើងត្រូវដូរអំបោះអញ្ចឹងយើងចាប់ផ្ដើមយកអំបោះផ្កាមកយកអំបោះផ្កាមកយកមកដាក់ចានេះយើងទាញមកចាទាញមកតែសំខាន់នេះបងប្អូនរឹតពណ៌ធុយចេកនេះឲ្យខ្លាំងណារឹតវាខ្លាំងមកចាបន្ទាប់មកយើងបានហើយយើងបានមួយចាអញ្ចឹងបងប្អូនកុំនៅចាក់ចន្លោះនឹងអីកុំនៅចាក់កន្លែងចន្លោះហ្នឹងណានេះបងប្អូនអានេះយើងយកមកគូបនេះមកនេះបងប្អូនរុកចូលក្នុងនេះមួយក្នុងចន្លោះផ្កាយើងឡើងកន្ទុយក្រល1 2 3ចាយើងឡើង3មកនេះបងប្អូនទាញចេះអត់ទាញផ្ដាច់ទេបងប្អូនអាហ្នឹងទុកណា2 3ចាកន្លែងផ្កាហ្នឹងបងប្អូនស្រឡាញ់3ចាក់3ស្រឡាញ់4ចាក់4ស្រឡាញ់5ចាក់5ទៅបងប្អូនអត់អីទេកន្លែងផ្កាហ្នឹងបងប្អូនចង់បានផ្កាធូចផ្កាធំអីចឹងណាពេលខ្ញុំនេះ4ហើយចាអញ្ចឹងខ្ញុំចង់បាន5ទៅខ្ញុំចូលចិត្តផ្កាស្អាតចាអញ្ចឹងមក5យើងផ្ដាច់ចេះបងប្អូនចាទាញមករួមលែងកន្ទុយក្រលមួយបងប្អូនបន្ទាប់មកយើងអត់ចាក់ចន្លោះនេះទេយើងមកចាក់នៅចន្លោះនេះចាយើងកុំផ្ដាច់ដូចមិញអញ្ចឹងបងប្អូនកុំផ្ដាច់2 3 4 5ចានេះបងប្អូនចាហើយយើងទាញវាមកហើយយើងលែងកន្ទុយក្រលមួយចាហើយយើងចាក់បន្តចាក់ចឹងមកបងប្អូនបន្តចាក់ដល់ផុតតងផ្កាយើងទាំងអស់ណាចាឥឡូវបន្តមកយើងទាញអានេះឲ្យតឹងមកបងប្អូនចាទាញឲ្យតឹងយើងឡើងកន្ទុយក្រលមកចាចំនួន3មកហើយយើងចាក់ចូលចន្លោះហ្នឹង2បងប្អូនចាក់ចូល2ចាចន្លោះនេះ1និយាយទៅចាក់1 2ចាចន្លោះហ្នឹង2មកចន្លោះកន្លែងប្រហោងហ្នឹង2ហើយចន្លោះលើផ្កានេះ1បងប្អូនចាខ្ញុំចាក់បន្តឲ្យជុំវិញណាបងប្អូនចាឥឡូវយើងចាក់ដល់ហើយដល់ជុំហើយចានេះយើងយកមកភ្ជាប់មកបងប្អូនចាភ្ជាប់បន្ទាប់មកបងប្អូនយើងចង់ខ្ញុំចង់ highlight បងប្អូននេះចង់ highlight ចេះចង់ highlight អញ្ចឹងចាអញ្ចឹងខ្ញុំទាញយកពណ៌នេះមួយបងប្អូនចាទាញយកពណ៌ស្វាយមួយហើយយើងចាប់ផ្ដើមរឹតចារឹតវាឲ្យតឹងបន្ទាប់មកនេះដល់វគ្គណាបងប្អូនដល់វគ្គយើងត្រូវភ្ជាប់ឲ្យដើម្បីយើងកាត់អំបោះឲ្យណាបងប្អូនចាអញ្ចឹងឡើងកន្ទុយក្រលមួយនេះបងប្អូនចាក់បកគោលទឿបងប្អូនចាក់បកគោលទឿចាអញ្ចឹងនេះមកចន្លោះចាក់មួយដូចគ្នាអញ្ចឹងបងប្អូនចាអានេះយើងយកអំបោះមករុំឲ្យព្រោះកុំឲ្យតែពេលយើងនេះទៅយើងស្រួលកាត់ឲ្យវាវែងចាពេលបានប៉ុណ្ណឹងខ្ញុំកាត់អំបោះសិនបងប្អូនអត់ឲ្យវែងពេកចាបងប្អូនចង់ដាក់មកជុំក៏បានដែរប៉ុន្តែខ្ញុំចង់ដាក់តែប៉ុណ្ណឹងទេបងប្អូន
ចាប៉ុណ្ណឹងមកឲ្យបងប្អូនបន្តចាក់បកគោទឿជុំវិញមកបងប្អូនឥឡូវយើងភ្ជាប់ហើយបងប្អូនភ្ជាប់ហើយអញ្ចឹងខ្ញុំកាត់អំបោះធំនឹងចុះកាត់អំបោះធំនឹងហើយអានេះខ្ញុំទុកបញ្ចិតមុខទេបងប្អូនទុកបញ្ចិតមុខវាឥឡូវខ្ញុំដេរលេវរួចហើយអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់នេះខ្សែថ្ពក់ពីក្រោយបងប្អូនថ្ពក់លេវចាអញ្ចឹងនេះយើងចាប់ផ្ដើមធ្វើទាំងអស់គ្នានេះបងប្អូនដាក់ចំចំណុចក្រាលនេះមកខ្ញុំយកមកចងបងប្អូនសារតែខ្ញុំចងមកស្រួលនេះជាងដាក់វាចំក្រាលបែបនេះចាបន្ទាប់មកបងប្អូនអាចយើងគ្រាន់ដាក់ពាក់អញ្ចឹងសិនដើម្បីយកមកបិទលេវមើលថាត្រូវប៉ុណ្ណឹងបានអត់ឬក៏យើងត្រូវបតាំងឲ្យតាំងជាងហ្នឹងអីអញ្ចឹងបងប្អូនចាជាងលោមើលប៉ុណ្ណឹងចាឥឡូវខ្ញុំគិតថាប៉ុណ្ណឹងខ្ញុំយកតែប៉ុណ្ណឹងទេអញ្ចឹងខ្ញុំចាប់ដើមចងហើយឥឡូវចាក់កតុយក្រោយបងប្អូនកតុយក្រោយ1 2 3 4 5 6 7 8 9 10ចាខ្ញុំយកទៅ10ទេដោយសារតែខ្ញុំអត់ចង់ឲ្យវែងពេកទៅក៏អត់ស្អាតដែរបងប្អូនចាចាប់ផ្ដើមដេរលេវបងប្អូននេះបងប្អូនបើមានមកជុលមកនេះរឹតតែស្រួលពេលបងប្អូនចាក់ហើយណាបងប្អូនរឹតតែស្រួលចាប់ផ្ដើមដេរលេវដាក់ចំពាក់ក្រាលមិនស្អាតបងប្អូនដេរលេវខ្ញុំមិនបាច់បង្ហាញទេព្រោះបងប្អូនសុទ្ធតែចេះដេរដូចគ្នាហើយចាកាបូបរបស់យើងរួចរាល់ស្រេចបងប្អូនចង់បានប្រវែងវែងប្រវែងខ្លីចង់បានដាក់ទូរស័ព្ទកើតមានខ្សែស្ពាយក៏បានចាក់ទម្រង់តែមួយម៉ូដតែមួយមកបងប្អូនបានមកចប់ចង់បានជាបែបនេះស្រេចចិត្តបងប្អូនឬក៏ចង់មានគម្របបែបនេះក៏បានដែរបងប្អូនចាចង់បានខ្លីអញ្ចេះក៏បានចង់បានរាងវែងអញ្ចេះក៏បានចង់បានរាងធំឬក៏រាងតូចក៏បានដែរបងប្អូនចាអរគុណជម្រាបលាបងប្អូនសូមជួយ Subscribe ខ្ញុំម្នាក់មួយផងបងប្អូន